ចឹងសំណួរទី1សួរថាតើប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាននីតិអ្វីខ្លះចូលលើកឧទាហរណ៍បាទចឹងសំណួរនេះចេញប្រឡងឆ្នាំបាក់ឌុប2022ម្ដងនិង2012ម្ដងបាទជំរាបសួរបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកសំណួរមួយដែលសួរថាតើប្រព័ន្ធប្រសាទមាននីតិអ្វីមកធ្វើការបកស្រាយបាទអញ្ចឹងយើងចូលទៅមើលខ្លឹមសារទាំងអស់គ្នាពីចំណុចនីតិនៃប្រព័ន្ធប្រសាទបាទអញ្ចឹងនៅក្នុងចំណុចនេះលោកគ្រូបានបង្ហាញរូបភាពមួយហើយសំណួរសួរថាតើមានអ្វីកើតឡើងនៅក្នុងប្រព័ន្ធប្រសាទរបស់គ្រូហើយនិងកូនសិស្សបាទអញ្ចឹងយើងមើលតាមរយៈរូបភាពយើងឃើញថាមានកូនសិស្សលើកដៃបាទមានកូនសិស្សលើកដៃគ្រូដោះវ៉ែនតាបាទមានសំណួរនៅលើក្តារខៀនបាទអញ្ចឹងបើសិនជាយើងឆ្លើយទៅនឹងសំណួរខាងលើនេះតើមានអ្វីកើតឡើងនៅក្នុងប្រព័ន្ធប្រសាទរបស់គ្រូហើយនិងកូនសិស្សអញ្ចឹងយើងគិតពីគ្រូមុនអញ្ចឹងអ្វីដែលបានកើតឡើងក្នុងប្រព័ន្ធប្រសាទរបស់គ្រូគឺទី1គឺគ្រូឃើញកូនសិស្សលើកដៃបាទទី2គ្រូឮសំឡេងកូនសិស្សបាទទី3គ្រូចង្អុលហៅកូនសិស្សអញ្ចឹងទៅបាទណាអស់ហ្នឹងហើយគឺជាអ្វីដែលបានកើតឡើងនៅក្នុងប្រព័ន្ធប្រសាទរបស់គ្រូហើយបើនៅកូនសិស្សវិញគឺកូនសិស្សលើកដៃបាទកូនសិស្សឃើញសំណួរលើក្តារខៀនកូនសិស្សឮសំឡេងរបស់គ្រូបាទណាចឹងសកម្មភាពទាំងអស់ហ្នឹងឯងដែលបានកើតឡើងនៅក្នុងប្រព័ន្ធប្រសាទរបស់គ្រូហើយនិងកូនសិស្សបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងទី1គឺគ្រូឃើញសិស្សលើកដៃបាទគ្រូហៅកូនសិស្សបាទកូនសិស្សឆ្លើយសំណួរគ្រូឮសំឡេងកូនសិស្សសិស្សឮសំឡេងគ្រូបាទសិស្សឃើញសំណួរបាទណាគ្រូចង្អុលកូនសិស្សគ្រូដោះវ៉ែនតាបាទហើយកូនសិស្សលើកដៃឃើញទេអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាសកម្មភាពដែលបានកើតឡើងនៅក្នុងប្រព័ន្ធប្រសាទរបស់គ្រូហើយនិងកូនសិស្សបាទអញ្ចឹងសកម្មភាពទាំងអស់ហ្នឹងតើសកម្មភាពណាខ្លះដែលខួរក្បាលជាអ្នកបញ្ជាបាទមានន័យថាតើសកម្មភាពណាខ្លះដែលត្រូវបានបញ្ជាចេញពីខួរក្បាលណាបាទហើយសំណួរមួយទៀតតើសកម្មភាពណាខ្លះដែលខួរក្បាលជាអ្នកទទួលខួរក្បាលនេះជាអ្នកទទួលបាទអញ្ចឹងមានន័យថាសកម្មភាពទាំងអស់ហ្នឹងគឺត្រូវបានចែកជា2ក្រុមហើយណាត្រូវបានចែកជា2ក្រុមហើយមានមួយក្រុមគឺខួរក្បាលជាអ្នកទទួលហើយមួយក្រុមទៀតគឺខួរក្បាលជាអ្នកបញ្ជាបាទអញ្ចឹងយើងចែកបានជា2ក្រុមនេះណាបាទអញ្ចឹងមួយក្រុមពណ៌ខៀវគឺជាក្រុមនៃព័ត៌មានដែលខួរក្បាលជាអ្នកទទួលបាទដូចជាគ្រូឃើញសិស្សលើកដៃអញ្ចឹងខួរក្បាលទទួលបានព័ត៌មានគឺឃើញកូនសិស្សលើកដៃសិស្សឃើញសំណួរអញ្ចឹងខួរក្បាលសិស្សហ្នឹងទទួលបានព័ត៌មានគឺឃើញសំណួរនៅលើក្តារខៀនបាទសិស្សឮសំឡេងគ្រូឃើញទេគឺសិស្សទទួលបានព័ត៌មានជាសំឡេងរបស់គ្រូចូលទៅក្នុងខួរក្បាលបាទបន្ទាប់មកខួរក្បាលបញ្ជាអញ្ចឹងខួរក្បាលបញ្ជាគឺកូនសិស្សឆ្លើយបន្ទាប់ពីឃើញសំណួរហើយខួរក្បាលបញ្ជាគឺលើកដៃឆ្លើយគ្រូចង្អុលហៅកូនសិស្សអញ្ចឹងទៅបាទកូនសិស្សលើកដៃអញ្ចឹងទៅបាទឃើញទេបាទអញ្ចឹងនៅពេលដែលខួរក្បាលទទួលបានបាទព័ត៌មានអានឹងយើងហៅថាការទទួលព័ត៌មានដល់ពេលខួរក្បាលបញ្ជាទៅវិញអានឹងយើងហៅថាការឆ្លើយតបព័ត៌មានបាទអញ្ចឹងប្រព័ន្ធប្រសាទរបស់យើងមកដល់ត្រឹមនេះលោកគ្រូលើកបាន2ចំណុចហើយប្រព័ន្ធប្រសាទដែលមាននីតិទី1នោះគឺទទួលព័ត៌មានហើយនីតិទី2គឺជាការឆ្លើយតបទៅនឹងព័ត៌មានបាទណាបាទអញ្ចឹងនៅសល់នីតិមួយទៀតណាបាទនៅសល់នីតិមួយទៀតប៉ុន្តែមុននឹងទៅដល់នីតិមួយហ្នឹងលោកគ្រូសូមលើកឧទាហរណ៍មួយទៀតសិនបាទអញ្ចឹងនេះគឺជាខួរក្បាលបាទខួរក្បាលរបស់កូនសិស្សបាទហើយនេះគឺជាត្រចៀករបស់កូនសិស្សឃើញទេបាទអញ្ចឹងភ្ជាប់ពីត្រចៀកគឺវាមានសរសៃប្រសាទវិញ្ញាណនាំមួយសម្រាប់ភ្ជាប់ពីត្រចៀកមកខួរក្បាលបាទអញ្ចឹងនៅពេលដែលគ្រូសួរទៅកូនសិស្សគឺព័ត៌មានហ្នឹងគឺកើតឡើងនៅត្រង់ត្រចៀកកូនសិស្សហើយកូនសិស្សទទួលបានរលកសំឡេងបន្ទាប់មកព័ត៌មានហ្នឹងដែលជាអង្គភ្លុចប្រសាទហ្នឹងធ្វើដំណើរតាមសរសៃប្រសាទវិញ្ញាណនាំចូលទៅក្នុងខួរក្បាលរបស់កូនសិស្ស
ទើបកូនសិស្សឮសំឡេងរបស់គ្រូហ្នឹងបាទបន្ទាប់មកទៀតមានសរសៃមួយចាំនាំព័ត៌មានចេញពីខួរក្បាលដើម្បីបញ្ជាបន្ទាប់ពីឮសំឡេងឬសំណួរគ្រូហើយព័ត៌មានមួយហ្នឹងចេញពីខួរក្បាលមកបញ្ជាអញ្ចឹងបញ្ជាទៅណាបាទអញ្ចឹងមានព័ត៌មានចេញពីខួរក្បាលមួយមកគឺបញ្ជាទៅកាន់ដៃដើម្បីឲ្យលើកបាទហើយឆ្លើយទៅនឹងសំណួររបស់គ្រូបាទអញ្ចឹងនេះហើយគឺជានីតិ2យ៉ាងរបស់ប្រព័ន្ធប្រសាទគឺការទទួលព័ត៌មានហើយនឹងការឆ្លើយតបទៅនឹងព័ត៌មានបាទដោយឡែកនីតិមួយទៀតដែលជានីតិចុងក្រោយគឺការរក្សាលំនឹងបាទអញ្ចឹងប្រព័ន្ធប្រសាទគឺមាននីតិមួយទៀតគឺការរក្សាលំនឹងអញ្ចឹងយើងមើលរូបភាពនេះបង្ហាញពីការរក្សាលំនឹងមានន័យថាឲ្យឈរដេកដើរឈរអង្គុយឲ្យនឹងកុំឲ្យដួលតោះណាបាទអញ្ចឹងនីតិរបស់ប្រព័ន្ធប្រសាទមួយទៀតគឺការរក្សាលំនឹងប៉ុន្តែលំនឹងមិនមែនមានន័យតែគ្រាន់តែឈរនឹងអញ្ចឹងទេបាទមិនមែនមានន័យគ្រាន់តែដើរឲ្យនឹងជិះម៉ូតូឲ្យនឹងទេបាទនីតិមួយទៀតដែលជាការរក្សាលំនឹងដែរនោះគឺយើងមើលរូបភាពនេះបាទអញ្ចឹងគេបានដាក់សំណួរមួយថាតើប្រព័ន្ធប្រសាទរក្សាលំនឹងអ្វីខ្លះឲ្យរាងកាយឃើញទេអញ្ចឹងទី1គឺឈរនឹងដេកដើរឈរអង្គុយស៊ីចុកបុកទៅពីឲ្យនឹងបាទទី2យើងមើលទៅលើរូបភាពមួយទៀតមានបែកញើសមានអីចឹងណាបាទអញ្ចឹងការរក្សាលំនឹងមួយទៀតនោះគឺដូចជាលំនឹងសីតុណ្ហភាពបាទណាបាទមានលំនឹងសីតុណ្ហភាពមានលំនឹងជាតិស្ករបាទលំនឹងប្រតិកម្មគីមីផ្សេងទៀតនៅក្នុងរាងកាយណាបាទលំនឹងមេតាបូលីសជាដើមអញ្ចឹងលំនឹងទាំងអស់នោះគឺត្រូវបានត្រួតពិនិត្យដោយប្រព័ន្ធប្រសាទយើងឧទាហរណ៍បើសិនជាសីតុណ្ហភាពខាងក្រៅក្តៅអញ្ចឹងស្បែកយើងនឹងដឹងថាក្តៅហើយអញ្ចឹងពេលហ្នឹងរាងកាយជំរុញឲ្យបញ្ចេញញើសដែលជាតិញើសហ្នឹងគ្របនៅលើស្បែកទៅការពារអាក្តៅពីខាងក្រៅនោះកុំឲ្យអាខាងក្នុងវាក្តៅដែរលៃយ៉ាងណាឲ្យខាងក្នុងនៅតែ36ក្បៀសជាងដដែលឃើញទេបើទោះបីជាខាងក្រៅដល់40អង្សាក៏ដោយអាហ្នឹងហើយគឺជាការរក្សាលំនឹងសីតុណ្ហភាពឃើញទេបាទអញ្ចឹងប្រព័ន្ធប្រសាទមិនមែនគ្រាន់តែឲ្យយើងឈរនឹងទេអញ្ចឹងយើងមើលអ្នកសង្វឹងផឹកស្រាច្រើនដើរអត់នឹងទេបាត់បង់លំនឹងហើយឃើញទេបាទដល់ពេលយើងស្វាងទៅក៏មានលំនឹងមកវិញទៅអញ្ចឹងការដែលមានលំនឹងនោះគឺប្រព័ន្ធប្រសាទជាអ្នកគ្រប់គ្រងបាទរក្សាលំនឹងហើយនឹងលំនឹងសីតុណ្ហភាពឧទាហរណ៍ខាងក្រៅត្រជាក់ខ្លាំងបាទអញ្ចឹងកាលណាខាងក្រៅត្រជាក់ខ្លាំងសរសៃឈាមក្រោមស្បែកយើងចាប់ដើមចូលទៅក្នុងហើយដើម្បីខ្ទប់កម្ដៅកុំឲ្យភាយកម្ដៅចេញមកតាមរយៈចរន្តឈាមហើយខិតខំផលិតកម្ដៅទៅទៀតបាទអញ្ចឹងហើយការដែលត្រជាក់ខ្លាំងគឺរាងកាយយើងមេតាបូលីសច្រើនដើម្បីផលិតកម្ដៅបាទដើម្បីទប់ទល់នឹងអត្រជាក់ខាងក្រៅនេះលៃយ៉ាងណាឲ្យតែនៅខាងក្នុងខ្លួនយើងសីតុណ្ហភាពគឺ36ក្បៀសជាងថេដដែលបើទោះបីជាខាងក្រៅ5អង្សាឬក៏10អង្សាសេក៏ដោយតោះនេះអញ្ចឹងបាទអញ្ចឹងសរុបមកវិញគឺប្រព័ន្ធប្រសាទរបស់យើងមាននីតិ3យ៉ាងបាទទី1គឺទទួលព័ត៌មានទី2ឆ្លើយតបទី3គឺការរក្សាលំនឹងបាទអញ្ចឹងយើងចប់ខ្លឹមសារចំណុចទី1នីតិនៃប្រព័ន្ធប្រសាទហើយបាទឥឡូវយើងទៅមើលសំណួរដែលអាចចេញប្រឡងបាក់ឌុបថាតើនៅក្នុងខ្លឹមសារហ្នឹងគេអាចសួរសំណួរអីខ្លះបាទអញ្ចឹងយើងចូលមកត្រង់កន្លែងសំណួរមកបាទអញ្ចឹងសំណួរទី1សួរថាតើប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាននីតិអ្វីខ្លះចូលលើកឧទាហរណ៍បាទអញ្ចឹងសំណួរនេះចេញប្រឡងឆ្នាំបាក់ឌុប2022ម្ដងនិង2012ម្ដងបាទអញ្ចឹងចម្លើយគឺប្រព័ន្ធប្រសាទរបស់សត្វឆ្អឹងកងមាននីតិ3យ៉ាងគឺទី1ទទួលព័ត៌មានបាទដូចជាស្ដាប់ឮដូចជាមើលឃើញដឹងត្រជាក់ដឹងក្តៅជាដើមអាហ្នឹងគឺទទួលព័ត៌មានទេបាទមួយទៀតគឺឆ្លើយតបទៅនឹងព័ត៌មានបាទដូចជាចាប់កាន់វត្ថុបាទរត់ដើរច្រៀងជាដើមឃើញទេបាទហើយមួយទៀតគឺរក្សាលំនឹងដូចជាលំនឹងសីតុណ្ហភាពលំនឹងជាតិស្ករជាដើមឃើញទេបាទអញ្ចឹង
គេអាចសួរសំណួរមួយហ្នឹងបាទឥឡូវយើងទៅមើលសំណួរមួយទៀតបាទអញ្ចឹងសំណួរមួយទៀតគេថាបរិសម្នាក់បានយកភួយមកដណ្ដប់រាងកាយរបស់គាត់ខណៈដែលខាងក្រៅមានសីតុណ្ហភាពដក2អង្សាឃើញទេចូលបកស្រាយ2នាទីនៃប្រព័ន្ធប្រសាទដែលបានកើតឡើងនៅក្នុងរាងកាយរបស់គាត់បាទអញ្ចឹងវាជាសំណួរបែបអនុវត្តបាទអញ្ចឹងចម្លើយគឺទី1ប្រព័ន្ធប្រសាទមាននាទីទទួលព័ត៌មានគឺគាត់ដឹងថាត្រជាក់បាទទី2ការឆ្លើយតបគឺគាត់រត់ទៅយកភួយមកដណ្ដប់បាទទី3ការឆ្លើយតបមួយទៀតដែរក៏ប៉ុន្តែបែបរក្សាលំនឹងគឺបង្កើនមេតាបូលីសបាទដោយកន្ត្រាក់សាច់ដុំរៀងញាក់តិចតិចទៅដើម្បីបង្កើនកម្ដៅបាទបង្កើនមេតាបូលីសហ្នឹងក៏បង្កើនកម្ដៅដែរធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយហ្នឹងថេរជានិច្ចបើទោះបីជាខាងក្រៅត្រជាក់ប៉ុណ្ណាក៏ដោយគឺខំផលិតកម្ដៅដើម្បីទប់ទល់សីតុណ្ហភាពត្រជាក់ខាងក្រៅបាទអញ្ចឹងខ្លឹមសារនេះគឺសំណួរមានតែប៉ុណ្្នឹងទេបាទឥឡូវបានមកដល់ទីបញ្ចប់ហើយសូមអរគុណបងប្អូនដែលបានតាមដានទស្សនាស្ដាប់បាទសូមអរគុណសូមជម្រាបលា